nhiều bình thường tới hai bên đều chia phụ mình đái ao tầm lại từ lừa cừu nó khăng xong trái chiên phải cho bọn nó cả bỏ để là hội mình bịa mùi chơi ta cho ta cho ăn màu vinh chuyện đó អរគុណមែនទែនសម្រាប់ការចំណាយពេលវេលាចូលរួមនៅក្នុងកិច្ចសម្ភាសន៍នៅថ្ងៃនេះបងតាមដែលដឹងបងជាមនុស្សដែលនៅក្នុងវិស័យអប់រំនេះយូរឆ្នាំមកហើយបើតែចង់ត្រឡប់ទៅកាន់កម្មារភាពរបស់បងបន្តិចឲ្យបងជួយចែករំលែកបន្តិចថាការពីបងនៅពីក្មេងនោះតើបងទទួលបានការអប់រំដិតដល់ឬទេបើធៀបជាមួយនឹងការអប់រំរបស់ក្មេងៗនៅក្នុងពេលបច្ចុប្បន្ននេះបាទអរគុណច្រើនសំណួរល្អមែនទែនគឺជាអ្វីដែលទោះបីតែក្នុងការងារអប់រំឥឡូវបច្ចុប្បន្នកាលនេះខ្ញុំក៏នៅឆ្លុះបញ្ចាំងអាហ្នឹងការអប់រំដែលយើងទទួលបានកាលពីមុនចំនួនឆ្នាំ8ជាង9ជាងហើយជាមួយនឹងបច្ចុប្បន្នកាលឆ្នាំ2000ជាងនេះ2026នេះអញ្ចឹងបានថាការពីមុនខ្ញុំគិតថាការអប់រំពីមុនដូចជាភាពជិតស្និទ្ធរវាងគ្រូហើយជាមួយអាណាព្យាបាលបានល្អប្រសើរវាមានចំណុចល្អដល់ឡែកមួយដែរយើងនិយាយទៅអានៅឬក៏អាចប្រែប្រួលតាមតំបន់តែជាបទពិសោធន៍របស់ខ្ញុំផ្ទាល់កាលណារៀនតាំងពីយើងសម័យមួយរៀនតាំងពីមត្តេយ្យបឋមមធ្យមភាពជិតស្និទ្ធរវាងអាណាព្យាបាលនិងគ្រូជាពិសេសអាការទុកដាក់ឪពុកម្ដាយដែលទុកចិត្តលើគ្រូចា៎អញ្ចឹងហ្នឹងខ្លាំងល្អនិយាយបន្តទៅហាក់បីដូចជាឪពុកម្ដាយឲ្យតម្លៃទៅលើគ្រូហ្នឹងខ្លាំងសឹងតែជាងបច្ចុប្បន្នកាលផងដែលរហូតមានពាក្យមួយនិយាយថាយកតែឆ្អឹងមកវិញពាក្យហ្នឹងអញ្ចឹងអាចនិយាយបានថាប្រព័ន្ធអប់រំនៅពេលនោះដូចខ្ញុំរៀននៅសាលាធម្មសាស្ត្រកាលហ្នឹងចេញពីកោះកបីមកចំពោះក្អែកបើមតីនៅកោះកបីក្បែរផ្ទះខ្ញុំនៅរងថ្ងៃហ្នឹងនៅជីកាត់ឃើញនៅឡើយនៅសម័យឃើញនៅឡើយនៅការយកចិត្តទុកដាក់របស់គ្រូបង្រៀនពេលនោះនិយាយនេះមិនមែនមានន័យថាគ្រូយើងឥឡូវមិនយកចិត្តទុកដាក់ទេប៉ុន្តែអាចនិយាយបានថាភាពជិតស្និទ្ធនឹងការឲ្យតម្លៃទៅលើការងារអប់រំពីម្ដាយនិងគ្រូហាក់បីដូចជាមានចំណុចខ្លះល្អជាងបច្ចុប្បន្នកាលបាទអញ្ចឹងជាបទពិសោធន៍អាចនិយាយបានថាទទួលបានការអប់រំពីគ្រូក៏យកទៅដាក់ពីគ្រូពីកម្រិតមត្តេយ្យបឋមហ្នឹងនៅគុតមុតល្អកាលនោះអាចនិយាយបានចឹងដែរបាទមិនចាញ់ឥឡូវទេចា៎បាទមិនចាញ់ឥឡូវព្រោះឥឡូវវាអាចមានប្រែប្រួលមួយចំនួនទៀតទៅលើបរិបទរបស់យើងតែអាចនិយាយបានពីមុនអាចមានចំណុចល្អជាច្រើនសូមខ្ញុំឥឡូវព្យាយាមក្នុងប្រព័ន្ធការងារអប់រំនោះចង់យកចំណុចល្អកាលពីអតីតកាលហ្នឹងចំនួនយើងរៀន8ជាង9ជាងយកមកវិញខ្លះសម្រាប់ការអប់រំរបស់យើងបច្ចុប្បន្នកាលចាបងលើកមកអំបញ្ញមិញតែទៅលើអំពីទំនាក់ទំនងរវាងគ្រូនិងសិស្សក៏ដូចជាគ្រូជាមួយនឹងអាណាព្យាបាលដែលមានភាពជិតស្និទ្ធប៉ុន្តែចុះបើនិយាយអំពីការអប់រំវិញតើបងទទួលបានការអប់រំដែលដិតដល់គ្រប់ជ្រុងជ្រោយដោយកម្មវិធីសិក្សាដែលក្មេងៗមាននៅក្នុងពេលបច្ចុប្បន្ននេះទេយើងអាចនិយាយបានថាវាមិនសូវសម្បូរបែបដូចសម័យនោះមានណា YouTube Digital App ឬក៏ទម្រង់ platform រៀននេះអត់មានទេចាឥឡូវនេះសម្បូរបែបជាងហើយជំនាន់មុនដោយសារតែมันមាន digital ហ្នឹងអញ្ចឹងអាភាពបដោតហ្នឹងអាចថាมันវាជាច្បាស់លាស់គួរសមដែរទៅលើការសិក្សាតែរឿងនៅក្នុងសាលារៀនចោះមានតែអត់មានអីនេះទេអញ្ចឹងគ្រូមកដល់គឺគ្រូក៏គាត់បដោតបានល្អជាងមកដល់ក្នុងថ្នាក់ត្រូវដឹងតែបង្រៀនសិស្សមកដល់ក្នុងថ្នាក់ដឹងតែខ្លាចគ្រូខ្ញុំប្រើពាក្យហ្នឹងទៅចោះទោះបីគ្រូចំនួននេះកាយក្រោយដឹងតែដាក់ចិត្តរៀនចាបាទទៅដល់ផ្ទះក៏មានលំហាត់កិច្ចតែងការលំហាត់អីមួយចំនួនទៅធ្វើអីចឹងទៅអញ្ចឹងវាហាក់បីដូចជាភាពបដោតនោះរៀងមមទាំដែរដោយសារมันមានអីរំខានច្រើនអញ្ចឹងនិយាយបន្តតែសុទ្ធតែភាពសម្បូរបែបมันជាប្រមាណទៅលើបច្ចេកវិទ្យាតែពីមុនបើខ្ញុំពេញចិត្តកម្មវិធីមួយដែលពីមុនមកក្រៅពីកម្មវិធីគួរនោះយើងមានកម្មវិធីរោងជាងសិប្បកម្មផ្សេងកីឡាក៏ធ្វើបានគួរសមបាទអញ្ចឹងកម្មវិធីខ្លះខ្ញុំគិតថាល្អដែរដែលយើងអាចនិយាយណាអញ្ចឹងនិយាយជារួមបានថាវាគ្រាន់តែមិនសូវសម្បូរបែបតែប៉ុណ្្នឹងទេតែភាពបដោតទាំងគ្រូទាំងសិស្សហាក់បីដូចជាគុតមុតគួរសមបាទចង់ល្អជាងបច្ចុប្បន្នកាលផងចាបងជាច្រើនឆ្នាំមកនេះនៅក្នុងវិស័យអប់រំតើអ្វីទៅជាកត្តាចាំបាច់ជាកត្តាដែលសំខាន់ធំជាងគេបំផុតដែលជំរុញទឹកចិត្តបងឲ្យបន្តបេសកកម្មនៅក្នុងការងារអប់រំនេះក៏ប៉ុន្តែពេលខ្ញុំចប់បាក់ឌុបឆ្នាំ96អានឹងដូចមិនថានេះដូចជាយុវជនដទៃនៅតាមបណ្ដាខេត្តដទៃយើងឡើងមករាជធានីភ្នំពេញគឺសំខាន់គឺសេដ្ឋកិច្ចជាគួរសិនទេនិយាយប៉ុនត្រង់នៅពេលនោះឆន្ទៈចិត្តឲ្យថាយើងចាប់ដើមស្រឡាញ់ការងារអប់រំពីដើមទីតែម្ដងក៏យើងមិនទាន់បានយល់ដែរប៉ុន្តែនៅពេលដែលយើងចាប់ដើមការងារអប់រំ96 97ឡើងមកហ្នឹងយើងកាន់តែចូលជ្រៅយើងកាន់តែស្រឡាញ់វាចា៎រហូតដល់យើងយល់ឃើញថា
ប្រព័ន្ធការងារអប់រំមានការងារអប់រំនឹងហើយដែលយើងជួយអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិបានហើយជាពិសេសនៅពេលដែលយើងបានធ្វើកិច្ចការអប់រំបានចេញទៅក្រៅប្រទេសយើងសង្កេតឃើញប្រទេសគេរីកចម្រើនប្រព័ន្ធអប់រំគេល្អអីចឹងទៅអាសន្ទុះចិត្តហ្នឹងជាវិជាតែជំរុញចិត្តរបស់យើងចង់ឲ្យធ្វើការងារអប់រំមកកាន់តែប្រសើរទៅហើយដល់ពេលយើងនៅជាមួយកុមារយុវជនច្រើនឆ្នាំមកក៏យើងសង្កេតឃើញទៀតថាតើត្រូវធ្វើអីដើម្បីជួយអភិវឌ្ឍពួកគាត់ឲ្យមាំទាំមកខ្លាចជាកម្លាំងសេដ្ឋកិច្ចយើងថ្ងៃក្រោយណាចាបងសំណួរបន្ទាប់នេះប្រហែលជាចង់ឲ្យបងឆ្លើយក្នុងនាមជាអាណាព្យាបាលវិញដោយសារបងមានបទពិសោធន៍ច្រើននៅក្នុងវិស័យអប់រំយើងធ្វើការជាមួយនឹងសាលាច្រើនយើងមានបណ្ដាញអប់រំច្រើនប៉ុន្តែក្នុងនាមបងជាអាណាព្យាបាលវិញនៅពេលដែលជ្រើសរើសសាលាឲ្យកូនរៀនតើបងមើលទៅលើចំណុចសំខាន់អីខ្លះដែរបើខ្ញុំមានកូនរៀនទាំង3នាក់នៅបណ្ដាញសាលារៀនរបស់ Westline ដែរមាន2រៀននៅសាលារៀន Westline មានម្នាក់រៀននៅសាលា Forestier International School សាលាអន្តរជាតិរបស់យើងអញ្ចឹងក្នុងនាមជាឪពុកម្ដាយខ្ញុំមើលសំខាន់ទៅលើកម្មវិធីសិក្សាបាទព្រោះពីមុនមកសាលារៀនឯកជនពីមុនមិនសូវអាចថាយើងចំណេះដឹងរបស់យើងរៀងខ្លួននៅមានកម្រិតនៅឡើយគាត់តែបើកតាថ្នាក់មានតុកអីថ្នាក់រៀនសិស្សអើតាមប្រអួតបង្កប់ឈ្មោះផងជំនាន់នោះចាបាទរៀនតាមសភៅនេះតាមសភៅជាគោលប៉ុន្តែវាពេលខ្លះវាអត់ឈ្មោះនាំសិស្សទៅណាអញ្ចឹងហើយបានជាខ្ញុំឲ្យតម្លៃទៅលើកម្មវិធីសិក្សាចាសូម្បីបណ្ដាញសាលារៀនរបស់យើងមិនថាសាលារៀន Westline សាលារៀន Northline ឬក៏សហគមន៍21ឬក៏សាលា Forestier យើងផ្ដោតលើកម្មវិធីសិក្សាតែម្ដងព្រោះកម្មវិធីសិក្សាมันវាមានភាពពេញលេញវាឆ្លុះបញ្ចាំងពីបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកជំនាញដើម្បីមើលឃើញថាតើអភិវឌ្ឍកុមារយុវជនម្នាក់ហ្នឹងយើងចង់គាត់ទៅណាឬក៏យើងអាចនិយាយបានថាជាការអប់រំបែបពេញលេញមួយចាភាសាអង់គ្លេសគេប្រើពាក្យ holistic education ហ្នឹងទាំងអ្នកតំណងចិត្តកាយបញ្ញាស្មារតីរបស់គាត់ហ្នឹងសូម្បីតែការអប់រំផ្ដោតទៅលើការកសាងបញ្ញាចំណេះជំនាញហ្នឹងក៏ផ្សារភ្ជាប់ជាមួយបរិបទបម្រែបម្រួលសង្គមចាកម្មវិធីសិក្សាគឺធ្វើមិនមែនសម្រាប់តែក្នុងសម្រាប់ជាប្រយោជន៍រយៈពេល5ឆ្នាំឬក៏3ឆ្នាំឬក៏បច្ចុប្បន្នកាលទេគឺមើល10-20ឆ្នាំទៅមុខអញ្ចឹងហើយបានជាសាលាដែលល្អត្រូវតែមានកម្មវិធីសិក្សាល្អពេញលេញមួយដូចបណ្ដាញសាលារបស់យើងកម្មវិធីខ្លះយើងយកមកពីក្រៅតែកម្មវិធីជាតិរបស់យើងក៏មានអញ្ចឹងយើងដាក់បញ្ចូលកម្មវិធីជាមួយអន្តរជាតិមួយចំនួនអីចឹងទៅអញ្ចឹងវាបានភាពពេញលេញមួយដើម្បីប្រកាសវិជាថាសិស្សគាត់មានចំណេះជំនាញគ្រប់ដើម្បីអាចរស់នៅឬក៏ធ្វើការឬក៏ប្រកបមុខរបរទៅថ្ងៃក្រោយបានចាបងខ្ញុំសំណួរមួយនេះខ្ញុំចង់លើកអំពីបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំកាលពីនៅក្មេងៗដែលខ្ញុំរៀននៅថ្នាក់បឋមសិក្សានៅវិទ្យាល័យផ្សេងៗហ្នឹងដែលកាលនោះខ្ញុំចាំបានថាទាំងឪពុកម្ដាយទាំងគ្រូបង្រៀនគឺគាត់ផ្ដោតសំខាន់ទៅលើចំណាត់ថ្នាក់ចុះមកដល់បច្ចុប្បន្នវិញបងក្នុងនាមជាអាណាព្យាបាលផងនិងក្នុងនាមជាអ្នកនៅក្នុងវិស័យអប់រំនេះផងតើបងយល់ថាចំណាត់ថ្នាក់នៅតែសំខាន់ទៀតទេឬមួយក៏មានរឿងផ្សេងៗទៀតដែលសំខាន់ជាងចំណាត់ថ្នាក់ឬមួយក៏ប្រហាក់ប្រហែលគ្នាក៏ពិតឪពុកម្ដាយបច្ចុប្បន្នកាលក៏នៅតែគិតរឿងចំណាត់ថ្នាក់ហ្នឹងហើយក្រសួងអប់រំខ្ញុំគិតថាគាត់ក៏កំពុងតែពិចារណាចំណុចនេះជាតម្រូវការរបស់មន្ទីរអប់រំនានាតែងតែឲ្យមានត្រាងចំណាត់ថ្នាក់ចាចំពោះខ្ញុំផ្ទាល់ខ្ញុំគិតថាដូចជាមិនគ្រប់ជ្រុងជ្រោយទេហើយខ្ញុំមិនសូវជាគ្រប់គ្រងទេទៅលើរឿងការចាត់ចំណាត់ថ្នាក់ក្នុងសិស្សមួយថ្នាក់20-30នាក់រួចហើយមានចំណាត់ថ្នាក់លេខ1លេខ2លេខ3លេខ4លេខ5អីចឹងទៅតាមតែមុខវិជ្ជាមួយចំនួនដែលយើងមើលដូចជាមុខវិជ្ជាពាក្យច្រើនជាងបដោនហ្នឹងទៅលើរឿងគណិតឬទៅលើរឿងវិទ្យាសាស្ត្រអក្សរសាស្ត្រអីចឹងទៅហោះចោះហើយការកម្រិតថ្នាក់ចំណាត់ថ្នាក់បែបនេះចំពោះខ្ញុំគិតថាពេលខ្លះបង្កើតការប្រកួតប្រជែងឬក៏សម្ពាធដល់សិស្សពេលខ្លះអត់ឆ្លុះបញ្ចាំងពីការពិតទាំងស្រុងឯងថាពុកម្ដាយពេលខ្លះគាត់ចង់កូនគាត់លេខ1ឬក៏លេខ2អីចឹងទៅគាត់មិនបានទាំងមើលទៅលើមធ្យមភាពផងជួនកាលកូនរៀនបកាយទេក៏ពិតទៅមធ្យមភាពរបស់គាត់កើនឡើងទេប៉ុន្តែនៅក្នុងថ្នាក់ហ្នឹងសិស្សវាបកាយដូចគ្នាអញ្ចឹងធ្វើចំណាត់ថ្នាក់របស់គាត់អាចនឹងថយចុះទៅវិញហើយពុកម្ដាយអត់យល់ដូចជាមិនសប្បាយចិត្តដូចជារៀនត្រូវតែបានលេខ1លេខ2លេខ3របស់ខ្ញុំអត់គ្រប់គ្រងសោះតែម្ដងទៅលើការដាក់សម្ពាធណាពីឪពុកម្ដាយឬក៏ពីគ្រូដើម្បីឲ្យកូននឹងត្រូវតែលេខ1ត្រូវតែលេខ2លេខ3ហើយនៅពេលនោះពាក្យច្រើនកុមារមានសម្ពាធផ្លូវចិត្តច្រើនហើយដោយសារហេតុផលហ្នឹងហើយទៅជារៀនមិនប្រកែកទៅវិញដោយសារតែសម្ពាធផ្លូវចិត្តបរិយាកាសមិនគ្រប់គ្រងអញ្ចឹងណាអញ្ចឹងហើយបានជាប្រព័ន្ធអប់រំរបស់យើងនេះគ្រូបណ្ដាញសាលារៀន Westline យើងលើកតម្កើងឲ្យគាត់ឲ្យសិស្សនីមួយៗមានការអភិវឌ្ឍជាបុគ្គលហើយគ្រូត្រូវតាមមើលការអភិវឌ្ឍជាបុគ្គលវិញជាងមានការប្រៀបធៀបគ្នាតែមានចំណាត់ថ្នាក់មានការប្រៀបធៀបគ្នាបង្កើតការសប្បាយចិត្តការមិនសប្បាយចិត្តនិងការតូចចិត្តក្នុងចំណោមសិស្សហើយចា៎អញ្ចឹងហើយបានជាខ្ញុំពេញចិត្តបណ្ដាញប្រព័ន្ធនៃការរៀបចំតាមនីតិវិញមាននីតិ A B C អញ្ចឹងទៅបើចំណាត់ថ្នាក់
មានតែលេខ1ដល់លេខ5ប្រកួតប្រជែងគ្នាឯបែបណា ចា តែដល់ពេលសិនជាក្នុងគណៈពេលដែលយើងមាននីតិ A B C អីចឹងទៅអញ្ចឹងសិស្សក្នុងមួយក្រុមនៅមួយថ្នាក់ហ្នឹងគាត់អាចរួមគ្នាគាត់អាចជួយគ្នាជួយបង្រៀនគ្នាវាបង្កើតជាការសហការវិញដើម្បីឲ្យគ្រប់គ្នាទាំងអស់មាននីតិ A នីតិ B បានដូចគ្នាព្រោះចំណាត់ថ្នាក់លេខ1មានតែលេខ1អញ្ចឹងលេខ1ស្ទួនទៅចុះតែបើ A វិញអញមួយថ្នាក់បានអញ្ចឹងអាប្រព័ន្ធអប់រំរបស់ Westline របស់យើងថ្ងៃនេះគឺផ្ដោតលើនឹងជាគោលដោយយើងអាចនិយាយថាបង្កើនកម្រិតសិក្សារបស់គាត់កម្រិតនៃការចំណេះដឹងជំនាញរបស់គាត់តាមរយៈមើលគាត់ជាក្រុមឬក៏ជាបុគ្គលវិញព្រោះអីចំណាត់ថ្នាក់នេះក៏មិនឆ្លុះបញ្ចាំងទាំងស្រុងពីភាពឆ្លាតវៃដែរឧទាហរណ៍សិស្សមានទេពកោសល្យរៀងខ្លួនតែបើយើងយកវិញ្ញាសាមួយដែលយើងស្តង់ដារវិញ្ញាសាមកបោះស្ទង់ទៅលើទេពកោសល្យរបស់កុមារយុវជននៃភាពខុសៗគ្នាអញ្ចឹងអត់ទេអត់ជារឿងត្រឹមត្រូវទេព្រោះពេលខ្លះទៅគាត់មានបំណិនទិញឬមានបំណិនគិតអីបានច្រើនប៉ុន្តែគាត់មានបំណិននៅក្នុងការដែលធ្វើជាជំនាញវិញទៅអត់ចោះឬបើមិនអញ្ចឹងទេយើងគួរតែលើកដំកើងនិងកោតសរសើរដល់កុមារយុវជនទាំងឡាយណាដែលគាត់មានបំណិនឧទាហរណ៍ទៅកីឡាទៅចោះយើងគ្រប់គ្នាទាំងអស់ពេលខ្លះនៅប្រកួត World Cup ចិត្តមកដល់ទៀតឧទាហរណ៍ចាយើងសប្បាយចិត្តនៅពេលដែលមានកីឡាករណាមួយតំណាងជាតិរបស់យើងទោះតែគាត់បកកែគណិតវិទ្យាទេបកកែរូបទេឬក៏កែអក្សរសាស្ត្រខ្មែរទេមិនប្រកបទេតែគាត់មានបំណិនរាងកាយគាត់ល្អអញ្ចឹងគាត់គួរទៅផ្នែកខាងកីឡាត្រូវទៅលើកស្ទួយគាត់តែបំណិនកូនណាឧទាហរណ៍ទៅលើសិល្បៈតន្ត្រីទៅចុះយើងមិនមោទនភាពសប្បាយចិត្តនៅឃើញតារាចម្រៀងនៅប្រទេសគេល្បីចុះហេតុអីបានជាមិនលើកដំកើងកុមារយុវជនរបស់យើងដែលមានបំណិនតន្ត្រីកីឡាសិល្បៈហ្នឹងអញ្ចឹងវាអត់ឆ្លោះបញ្ចាំងគ្រប់រឿងប្រទេសកុសលកុមារផ្សេងៗគ្នាអញ្ចឹងជារួមខ្ញុំមិនសូវជាគ្រប់គ្រងទេទៅលើរឿងចំណាត់ថ្នាក់នេះតែខ្ញុំសូមថាទៅលើកម្រិតនៃការសិក្សាវិញទៅតាមឧបនិស្ស័យរបស់សិស្សម្នាក់ៗណាល្អជាងចាបានន័យថាជាជាងការប្រកួតប្រជែងគ្នាយើងលើកទឹកចិត្តឲ្យសិស្សានុសិស្សមានការសហការគ្នាដើម្បីទទួលបានកម្រិតសិក្សាឬក៏កម្រិតនៃការអប់រំនឹងល្អព្រមគ្នាតែម្ដងចាជាអ្នកនៅក្នុងវិស័យអប់រំផ្ទាល់ហើយយើងមានសាលាមានសាខាច្រើនមែនទែនពីបងផ្ទាល់បងចង់ឃើញទៅថ្ងៃខាងមុខសិស្សានុសិស្សយើងคล้ายទៅជាធនធានបែបណាដែរអ្វីដែលខ្ញុំសម័យដូចជាចក្ខុវិស័យរបស់ខ្ញុំជាបុគ្គលក៏ដូចជារបស់ក្រុមហ៊ុន Westline ទាំងមូលគឺចង់ឃើញកុមារយុវជនម្នាក់ៗហ្នឹងគាត់មានគុណភាពគាត់អាចថារះនៅក្នុងចិញ្ចឹមចិញ្ចាចជួយលើកដំកើងជាតិយើងនិយាយចេះមានន័យថាសម័យមកឃើញបុគ្គលណាម្នាក់ក្រោយជាសិស្សដែលធ្លាប់រៀននឹងយើងខ្លាយទៅជាវិជ្ជបណ្ឌិតដ៏អស្ចារ្យម្នាក់ដែលអាចជួយជីវិតប្រជាជនបានច្រើនខ្លាយទៅជាដូចខ្ញុំនិយាយអំបញ្ញមិញកីឡាករដ៏ឆ្នើមស្ថាបត្យករដ៏អស្ចារ្យម្នាក់ហើយមិនទាន់នៅក្នុងស្រុកទេឲ្យល្បីនៅក្នុងទូតនឹងឆាកអន្តរជាតិផងដែរព្រោះប្រទេសជាតិមួយអាចរីកចម្រើនឬក៏ល្បីល្បាញនៅលើឆាកអន្តរជាតិគេទទួលស្គាល់ស្មើមុខស្មើមាត់គេឲ្យតម្លៃទៅបានលុះណាតែប្រជាជនយើងខ្លះប្រជាជនយើងគឺចេញពីកុមារយុវជននឹងហើយអញ្ចឹងមិនចង់ឃើញអញ្ចឹងចង់ឃើញថាសិស្សយើងណាម្នាក់ដែលចេញទៅណាឡើងលើឆាកអន្តរជាតិទទួលបាននៅស្នូលអបអរសាទរដោយសារសមិទ្ធផលគាត់ចា៎បាទខ្ញុំគិតថាហ្នឹងគឺយើងចង់បានចឹងគាត់ថាយើងព្យាយាមធ្វើនៅសមត្ថកិច្ចក្នុងវងដែលយើងអាចធ្វើបានព្រោះយើងមានតែមត្តេយ្យបឋមហើយជាមួយនឹងមធ្យមសិក្សាចា៎អញ្ចឹងហើយយើងខំប្រឹងអស់ពីសមត្ថភាពដើម្បីកសាងមូលដ្ឋានគ្រឹះហ្នឹងពីបឋមអប់រំទៅលើចរិយាសម្បត្តិផ្សេងសុខភាពរាងកាយផ្លូវអារម្មណ៍ចិត្តអីរបស់គាត់ហ្នឹងទៅដល់មធ្យមរបស់យើងបណ្ដុះទៅលើជំនាញបច្ចេកទេសក៏ដូចជាជំនាញវិទ្យាសាស្ត្រសង្គមផ្សេងៗដើម្បីប្រកបវិជ្ជាថាគាត់ទៅឧត្តមសិក្សាបានល្អរៀនចូលសាកលវិទ្យាល័យល្អបានអញ្ចឹងទៅព្រោះខ្ញុំនៅតែជឿជាក់ថាសាលាល្អជាកត្តាសំខាន់មួយដែរដើម្បីដុសខាត់នៅទេពកោសល្យឧបនិស្ស័យរបស់គាត់ដែលមានពីកំណើតអញ្ចឹងត្រូវការប្រព័ន្ធអប់រំមួយល្អដែរអញ្ចឹងមិនថាសាលាក្នុងស្រុកឬក៏នៅខាងក្រៅស្រុកទេយើងចង់ឲ្យកូនសិស្សនឹងគាត់បានចូលទៅក្នុងមជ្ឈដ្ឋានអប់រំដ៏ល្អមួយណាអញ្ចឹងនេះគឺជាអ្វីដែលយើងធ្វើសិនជាគាត់បានចូលទៅដល់មហាវិទ្យាល័យល្អហើយឬក៏ចូលរៀនណាបើសិនគាត់មិនអាចមានឧបនិស្ស័យទេពកោសល្យទៅមហាវិទ្យាល័យបានក៏គាត់អាចទៅផ្នែកបច្ចេកទេសវិជ្ជាជីវៈជំនាញឲ្យច្បាស់ណាបើសិនគាត់ព្រោះឥឡូវនេះក្រសួងគាត់បានបង្កើតជាជំរើសទី3ពីមុនមានតែជំរើសផ្នែកខាងវិទ្យាសាស្ត្រមួយទៀតជំរើសផ្នែកខាងសង្គមឥឡូវមានជំរើសទី3គឺជំរើសបច្ចេកទេសវិជ្ជាជីវៈព្រោះកូនខ្លះគាត់អត់អាចទិញមេរៀនចាំបានបកកែគិតអីដូចគេប៉ុន្តែគាត់បកកែធ្វើរហូតចោះអញ្ចឹងក៏យើងត្រូវជំរុញគាត់ឧទាហរណ៍ថាគាត់អាចខ្លាយទៅជាងឡានបច្ចេកទេសវិជ្ជាជីវៈគាត់អាចខ្លាយទៅជាតកែការ៉ាស់ឡានបានបាទដូចយើងដែលខ្ញុំដែលយើងមើលប្រវត្តិនៃឡាន Rolls Royce គឺចេញពីក្មេងម្នាក់តែក្មេងតែគាត់បច្ចេកទេសមេកានិកឡានទេប៉ុន្តែគាត់ចង់បានឡានដ៏ល្អមួយឥឡូវគិតមើលឡាន Rolls Royce តម្លៃរាប់លានដុល្លារ
ចឹងយើងចង់ឃើញអញ្ចឹងនឹងចង់ឃើញថាកុមារយុវជនកម្ពុជារបស់យើងខ្លាយទៅជាភ្នាក់ងារនៃការផ្លាស់ប្ដូរជំរុញសេដ្ឋកិច្ចកម្ពុជារបស់យើងគ្រប់គ្នាទាំងចាបានន័យថាប្រព័ន្ធអប់រំរបស់យើងគឺកាន់តែទូលំទូលាយមិនត្រឹមតែជាការជំរុញឲ្យសិស្សទៅរៀនមុខវិជ្ជាវិទ្យាសាស្ត្រមុខវិជ្ជាសង្គមទេយើងក៏មានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្សេងៗទៀតទៅតាមទេពកោសល្យទៅតាមឧបនិស្ស័យជំនាញរបស់គាត់ដែលគាត់មានរៀងៗខ្លួនបងខ្ញុំមានមួយសំណួរដែលខ្ញុំសង្កេតឃើញខ្លួនឯងផ្ទាល់ដូចជាឃើញបងទៅតែ share រូបភាពមួយសន្លឹកអំពីកូនសិស្សម្នាក់ដែលគាត់កំពុងតែរៀបចំស្បែកជើងដាក់នៅក្នុងទូតើវាសំខាន់យ៉ាងម៉េចដែរដែលគ្រាន់តែជាទម្លាប់យកស្បែកជើងទុកដាក់នៅលើទូមួយដែលវាប៉ះពាល់ទៅដល់អរិយាប័ត្រនៃការរស់នៅគាត់យ៉ាងម៉េចដែរបើហេតុតែយើងអាចធ្លាប់ឮឬក៏យើងអាចជឿទេដែលយើងអាចនិយាយបានថាទម្លាប់ចរិតហ្នឹងវាបង្កើតឬក៏កំណត់វាសនាយើងចាវាសនាយើងជាបុគ្គលក្រុមគ្រួសារយើងប្រទេសជាតិយើងក៏ដោយចេញពីចរិតលក្ខណៈនេះចេញពីចរិតហើយតើចរិតហ្នឹងចេញពីណាវាចេញពីទម្លាប់វាជាបណ្ដុំនៃសកម្មភាពអញ្ចឹងអាសកម្មភាពទី1ទី2ទៅប្រយ័ត្នហើយការដែលបង្កើតទម្លាប់ចរិតលក្ខណៈវប្បធម៌បុគ្គលរបស់យើងទៅជាវប្បធម៌បុគ្គលនៅពេលដែលយើងចេញធ្វើការនោះគឺចេញតាំងពីតូចហ្នឹងហើយជាពិសេសនៅពេលដែលនៅក្នុងវ័យមត្តេយ្យបឋមនេះអាហ្នឹងហើយគឺជាវ័យដែលយើងត្រូវតែវឹកហាត់បង្កើតនៅចរិតទម្លាប់ល្អអញ្ចឹងហើយបានជាខ្ញុំដើរមើលនិយាយតាមតរគ្រូរបស់យើងក៏ដោយសូមតែការតម្រៀបស្បែកជើងហ្នឹងក៏ដោយវាមិនមែនគ្រាន់តែថារៀបឲ្យមានសណ្ដាប់ធ្នាប់ទេតែគឺជាការវឹកហាត់ខួរក្បាលរបស់យើងពីនៃរបស់យើងបង្កើតជាទម្លាប់មួយថារៀបឲ្យបានល្អកិច្ចកាយក៏ដោយធ្វើឲ្យមានសណ្ដាប់ធ្នាប់អញ្ចឹងមិនថាស្បែកជើងមិនថាតកាយាល័យមិនថាផ្ទះមិនថាកិច្ចការធ្វើតាមលំដាប់លំដោយដឹងពីវិន័យដឹងពីសុភ័ណភាពនៅក្នុងជីវិតអញ្ចឹងវារឿងតូចមួយយើងមើលទៅគឺដូចតូចអញ្ចឹងប៉ុន្តែវាវឹកហាត់នៃការហាត់ពុតការគិតតែពីដើមទីរាល់គ្រប់កិច្ចការទាំងអស់អញ្ចឹងហើយនេះគឺជាការអប់រំដែលយើងផ្ដល់ជូនមិនគ្រាន់តែចេញពីសភៅចេញពីកម្មវិធីសិក្សាទេនិយាយប៉ុណ្ណឹងតែសុំតែស្បែកជើងនឹងក៏ដោយបុកផ្ទះក៏យើងហាត់កូនសិស្សចេះបុកផ្ទះដែរជូតផ្ទះដែរលាងចានដែរទៅហោចុះពេលខ្លះយើងគិតថាគាត់ទៅលាងចានមួយទេប៉ុន្តែមិនមែនទេវាជាទំនួលខុសត្រូវនៅពេលដែលគាត់ត្រូវជួយកិច្ចការផ្ទះឬក៏លើកថតថាដល់ពេលដែលគាត់ធំថ្ងៃក្រោយគាត់មានគូសកលជាស្វាមីភរិយាឧទាហរណ៍ចុះអញ្ចឹងក្នុងនាមជាស្វាមីម្នាក់នៅពេលដែលយើងញ៉ាំបាយហើយវាដល់ធំដល់កម្រិតមួយដែលគាត់ពេញវ័យមានគ្រួសារទៅទៀតតែនៅពេលហ្នឹងនៅពេលដែលភរិយាឧទាហរណ៍គាត់ធ្វើម្ហូបហើយតើស្វាមីបានជួយអីខ្លះនៅក្នុងហ្នឹងឬក៏គេងនៅទូទួគេទៅសាឡុងមើលទូរទស្សន៍ឬក៏មើលទូរស័ព្ទញ៉ាំហើយគេរៀបឲ្យហើយទៀតសម្បីតែចានខ្លួនឯងក៏មិនលាងឬបើដោយសារយើងគិតថាយើងហត់នឿយហើយអញ្ចឹងអាទម្លាប់ហ្នឹងអាហ្នឹងគាត់តែយើងថាជាមនុស្សប្រុសទៅចោះកូនស្រីក៏ដោយក៏ត្រូវជួយគ្នារបៀបម៉េចអញ្ចឹងវានិយាយពីទំនួលខុសត្រូវកិច្ចការហើយក៏បង្ហាញពីភាពម្ចាស់ការនៃជីវិតខ្លួនឯងដែរពេលណាមួយគាត់ត្រូវទៅរៀនបន្តការសិក្សានៅក្រៅប្រទេសនៅផ្ទះតែឯងនៅផ្ទះជួលតែត្រូវធ្វើម៉េចអញ្ចឹងអាហ្នឹងគឺជាការបណ្ដុះដល់ភាពម្ចាស់ការហ្នឹងតាំងពីតូចទៅរៀបចំរហូតដល់ធំរហូតដល់មានក្រុមគ្រួសារបន្តការអប់រំហ្នឹងដល់កូនទៅទៀតអញ្ចឹងអាហ្នឹងវានិយាយពីសណ្ដាប់ធ្នាប់ផលិតភាពមួយមិនគ្រាន់តែជាបុគ្គលគាត់ម្នាក់ទេប៉ុន្តែសម្រាប់គ្រួសារមួយសម្រាប់សង្គមជាតិមួយទាំងអស់ចាគួរចាប់អារម្មណ៍មែនទែនបងពីខ្ញុំផ្ទាល់នៅពេលដែលខ្ញុំនៅរៀនខ្ញុំគិតថាការរៀនសូត្រគ្រាន់តែជាការរៀនអក្សររៀនលេខនៅសាលាប៉ុន្តែមិនដែលសូវចាប់អារម្មណ៍ច្រើនទៅលើអរិយាប័ត្ររបស់សិស្សទេអញ្ចឹងបានឃើញផុសបងមកស្លឹកហ្នឹងក៏ជាការឆ្លុះបញ្ចាំងសម្រាប់ខ្លួនឯងហើយក៏សម្រាប់ទៅក្មួយកូនទៅថ្ងៃអនាគតបើសិនបើមានថាគួរតែផ្ដល់ការអប់រំទៅគាត់យ៉ាងម៉េចដែរជជែកជាមួយបងថ្ងៃនេះខ្ញុំបានចំណេះដឹងមួយផ្នែកទៀតហើយទៅលើការអប់រំពី Westline ដែលយើងមានសាខាច្រើនមែនទែនហើយយើង design វាទៅតាមកម្រិតជីវភាពរបស់អាណាព្យាបាលនីមួយៗអញ្ចឹងអរគុណមែនតើបងជាថ្មីម្ដងទៀតសម្រាប់ការចូលរួមនៅក្នុងកិច្ចសម្ភាសន៍នៅថ្ងៃនេះចាសូមជម្រាបលាបងបាទអរគុណ